ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងសួស្តីបងប្អូនសុភ័ក្រទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែករំលែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងបងប្អូនសុភ័ក្រទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីវិធីយកកូនតាមប្រាថ្នាបាទអញ្ចឹងតកតទៅនឹងវិធីយកកូនតាមប្រាថ្នាដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដើម្បីចែករំលែកគឺយើងនិយាយអំពីរបៀបយកកូនស្រីដែលភាសាអង់គ្លេសហៅថា best method for conceiving a girl បាទនិយាយថាតើតើនឹងការយកកូនតាមប្រាថ្នាអ្នកខ្លះគាត់ចង់បានកូនប្រុសមុនអ្នកខ្លះគាត់ចង់បានកូនស្រីមុនបាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើជាវិធីឬក៏របៀបតើតើនឹងការយកកូនស្រីតែម្ដងបាទយើងចាំនឹងថាតើរបៀបយកកូនស្រីហ្នឹងគឺអាចអនុវត្តតាមវិធីណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេតិការក្នុងនោះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺរបៀបយកកូនស្រីបាទយើងចង់ដឹងថាតើរបៀបយកកូនស្រីហ្នឹងគេអនុវត្តតាមវិធីណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមរបៀបយកកូនតាមប្រាថ្នាគឺអាចអនុវត្តធ្វើតាមវត្តរដូវស្ត្រីរបៀបរួមដំណេកប្រតិទិនក្បួនចិនការបម្រែបម្រួលរបបអាហារនិងទម្លាប់រស់នៅព្រមទាំងការបង្កកំណើតក្រៅនិងដាក់កូនតែម្ដងបាទអានោះគឺជាជំរឿចុងក្រោយបាទបើសិនជាយើងនៅតែអនុវត្តវិធីធម្មជាតិហ្នឹងมันបានជោគជ័យបាទអញ្ចឹងយើងមើលតទៀតតើតងរបៀបយកកូនស្រីតើរបៀបយកកូនស្រីហ្នឹងអនុវត្តតាមវិធីណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរបៀបយកកូនស្រីយើងអាចធ្វើតាមរបៀបឬក៏វិធីទាំង5ខាងក្រោមទី1យើងអាចធ្វើតាមវត្តរដូវស្ត្រីទី2យើងអាចធ្វើតាមរបៀបនៃការរួមដំណេកនិងទី3យើងអាចធ្វើតាមប្រតិទិន9របស់ចិនបាទទី4យើងអាចធ្វើតាមការបម្រែបម្រួលរបបអាហារនិងទម្លាប់រស់នៅនិងទី5ចុងក្រោយគឺយើងធ្វើតាមរយៈការបង្កកំណត់ក្រៅនិងដាក់កូនដែលភាសាបច្ចេកទេសហៅ IVF ឬក៏ភាសាបារាំងហៅ FIV នឹងឯងអញ្ចឹងយើងមើលទី1តើតើរបៀបយកកូនស្រីតាមវត្តរដូវបាទអញ្ចឹងអានឹងគឺអាចអនុវត្តបានចំពោះស្ត្រីដែលគាត់មានវត្តរដូវទៀងទាត់តែប៉ុណ្ណោះបាទអញ្ចឹងនិយាយថាវត្តរដូវស្ត្រីជាមធ្យមគឺមានរយៈពេល28ថ្ងៃឬអាចនៅចន្លោះពី26ទៅ32ថ្ងៃបាទហើយយើងមើលថ្ងៃមករដូវបាទជាទូទៅគឺអាច1ទៅ3ថ្ងៃឬក៏4ថ្ងៃបាទហើយអាចរហូតដល់7ថ្ងៃក្នុងកំឡុងពេលហ្នឹងគឺជាថ្ងៃមករដូវបាទអញ្ចឹងថ្ងៃមករដូវគឺជាទៅជាថ្ងៃដែលគ្មានកូនទេប៉ុន្តែយើងមិនចាត់ចំថ្ងៃលឿងបាទថ្ងៃលឿងជាទៅគឺនៅថ្ងៃទី6និងថ្ងៃទី7តែម្ដងហើយចាប់ពីថ្ងៃទី8ដល់ថ្ងៃទី19បាទហ្នឹងគឺជាថ្ងៃមានកូនហើយនឹងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី26ដល់32អាហ្នឹងគឺជាថ្ងៃគ្មានកូនបាទក្នុងថ្ងៃមានកូនហ្នឹងគឺបើសិនជាយើងចង់បានកូនស្រីបាទអាចរួមដំណេកនៅចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី11ឬក៏ទី12ហ្នឹងបាទហើយកូនប្រុសគឺចាប់ពីថ្ងៃទី12បាទឬក៏លើសហ្នឹងបាទរហូតដល់ថ្ងៃទី19ហ្នឹងបាទហើយបើយើងចង់បានកូនប្រុសឲ្យបានភាគច្រើនគឺគួរតែនៅចំថ្ងៃធ្លាក់មេជីវិតតែម្ដងបាទអញ្ចឹងបើសិនជានៅមុនថ្ងៃធ្លាក់មេជីវិតបាទភាគច្រើនគឺទទួលបានកូនស្រីបាទអ្នកដែលចង់បានកូនស្រីតាមបំណងប្រាថ្នាហ្នឹងយើងមើលតទៅទៀតតើតងរបៀបទី2គឺរបៀបតាមរួមដំណេកបាទអញ្ចឹងរបៀបតាមរួមដំណេកដើម្បីទទួលបានកូនស្រីគឺគេឲ្យរួមភេទនៅពេលរសៀលភាគច្រើនបាទហើយរួមភេទ2 3ថ្ងៃមុនធ្លាក់មេជីវិតបាទឬក៏ធ្លាក់ខាងពេចេញសុទ្ធហ្នឹងយុទ្ធញីហ្នឹងឯងបាទហើយប្រពន្ធឲ្យមានទឹកក្រមៅតិចបាទអញ្ចឹងហ្នឹងគឺស្ត្រីទៅតមអាហារមួយចំនួនដែលឲ្យទឹកក្រមៅច្រើនហើយតទៅទៀតរបៀបរួមដំណេកតទៅនឹងការទទួលបានកូនស្រីហ្នឹងគឺតទៅនឹងការបាញ់ទឹកមេជីវិតឈ្មោលហ្នឹងគឺឲ្យរាក់បាទហើយមួយទៀតគឺភាគីបរោះហ្នឹងគឺត្រូវស្លៀកសម្លៀកបំពាក់មួយដែលរឹបបាទតទៅនឹងពាក់ដែលរឹបហ្នឹងគឺជាវិធីឬក៏របៀបជួយដែរតទៅនឹងការរួមដំណេកបានកូនស្រីបាទអញ្ចឹងមកតទៀតតទៅវិធីទី3គឺតទៅវិធីតាមក្បួនចិនបាទអញ្ចឹងវិធីតាមក្បួនចិនហ្នឹងគឺយើងអាចធ្វើការគណនាលេខតាមក្បួនចិនតែម្ដងគឺយើងយកអាយុរបស់ម្ដាយមានផ្ទៃពោះដំបូងបូកនឹងលេខខែមានផ្ទៃពោះដំបូងបាទអញ្ចឹងយើងយកអាយុម្ដាយមានផ្ទៃពោះដំបូងហ្នឹងបូកជាមួយនឹងលេខខែមានផ្ទៃពោះដំបូងគឺចេញជាលេខសេស
បាទក្នុងនោះគឺយើងអាចអនុវត្តបានយើងមើលក្នុងនេះគឺយើងធ្វើតាមមួយទៀតគឺតកតទៅនឹង production ក្បួនចិនបាទអញ្ចឹងយើងមើលតាម production ក្បួនចិនយើងឃើញថាយើងមើលទៅតាមខែបាទអញ្ចឹងយើងចង់បង្កកំណើតខែបង្កកំណើតដែលអាចទទួលបានកូនស្រីបាទអញ្ចឹងបើសិនជាអាយុម្ដាយ18ឆ្នាំយើងឃើញថាខែដែលបង្កកំណើតបានកូនស្រីហ្នឹងគឺនៅខែទី1ហើយនៅខែទី3បាទអានឹងខ្សត់កូនស្រីជាងគេអាយុ18ឆ្នាំហ្នឹងបាទហើយអាយុ19ឆ្នាំគឺខែអាចរួមភេទបានកូនស្រីហ្នឹងគឺខែទី2ខែទី4ខែទី5បាទខែទី8ហើយខែទី11និងខែទី10 12បាទហើយវិធីអាចទទួលបានកូនស្រីអាយុ20ឆ្នាំហ្នឹងគឺយើងឃើញថានៅខែទី1បាទខែទី3បាទហើយខែទី10បាទអញ្ចឹងអាយុ20ឆ្នាំគឺខ្សត់កូនស្រីដែរបាទហើយអាយុ21ឆ្នាំបាទខែដែលអាចរួមភេទបានកូនស្រីសឹងតែគ្រប់ខែទាំងអស់តែម្ដងលើកលែងតែខែទី1ទេបាទលើកលែងតែខែទី1ទេគឺបានកូនប្រុសហើយអាយុ22ឆ្នាំគឺថ្ងៃខែរូបភេទបានកូនស្រីហ្នឹងគឺខែទី1បាទខែទី4ទី6ទី7ទី9ទី10 11ហើយនិង12បាទអាយុ23ឆ្នាំអាយុម្ដាយ23ឆ្នាំគឺខែបង្កកំណើតរូបភេទបានកូនស្រីហ្នឹងគឺខែទី4ទី7ទី8ទី9និងទី12ហើយអាយុ24ឆ្នាំបាទយើងឃើញខែ24ឆ្នាំគឺខែដែលរូបភេទបានកូនស្រីហ្នឹងគឺខែទី2ទី3ទី6ទី8និងទី11បាទហើយអាយុ25ឆ្នាំខែដែលរួមភេទបានកូនស្រីគឺខែទី1ទី3ទី5ទី7ទី9ហើយអាយុ26ឆ្នាំអាហ្នឹងក៏ខ្សត់ដែរស្អីបានកូនស្រីទេគឺមានតែខែទី6ខែទី8ទី9ខែទី11និងខែទី10 12ហើយអាយុម្ដាយ27ឆ្នាំបាទខែរួមភេទបានកូនស្រីហ្នឹងគឺខែទី1ទី2ទី5ទី7ទី8ហើយនិងទី10បាទហើយអាយុម្ដាយទៅដល់28ឆ្នាំគឺខែដែលរូបភេទបានកូនស្រីហ្នឹងគឺបាទខែទី4បាទទី5ទី7ទី9ទី10ហើយនិងទី11អាយុម្ដាយដល់29ឆ្នាំបាទយើងឃើញថាខែអាយុរូបភេទបានកូនស្រីហ្នឹងគឺខែទី1ទី3ទី4ទី6ទី7ទី9ទី11និងទី12ហើយអាយុម្ដាយ30ឆ្នាំខែដែលរូបភេទបានកូនស្រីគឺខែទី3ខែទី5បាទមានតែ2ខែទេអញ្ចឹងអាយុ30ឆ្នាំគឺខ្សត់កូនស្រីដែរបាទហើយអាយុ31ឆ្នាំបាទម្ដាយអាយុ31ឆ្នាំខែរូបភេទបានកូនស្រីហ្នឹងគឺខែទី5ទី6បាទទី8ទី10 11ហើយនិង12បាទអាយុម្ដាយ32ឆ្នាំខែដែលរូបភេទបានកូនស្រីគឺខែទី2ខែទី3បាទខែទី5បាទខែទី8ហើយនិងខែទី10 11បាទអាយុម្ដាយ33ឆ្នាំខែដែលរួមភេទបានកូនស្រីគឺខែទី1ទី4ទី5ទី7ទី9ហើយនិងទី12ហើយអាយុម្ដាយទៅដល់34ឆ្នាំបាទខែដែលរួមភេទបានកូនស្រីហ្នឹងគឺខែទី3ទី4ទី5បាទសំទោសទី6ទី9ទី11និងទី12បាទហើយខែដែលរួមភេទបានកូនស្រីអាយុ35ឆ្នាំគឺខែទី2ខែទី4ខែទី6ខែទី8និងខែទី11ហើយអាយុ36ឆ្នាំបាទខែដែលរូបភេទបានកូនស្រីគឺខែទី2ខែទី6ទី9ទី10 11និងទី12អាយុម្ដាយ37ឆ្នាំខែដែលរូបភេទបានកូនស្រីគឺខែទី1ទី2ទី4ទី5ទី6ទី8ទី9បាទអាយុម្ដាយទៅដល់38ឆ្នាំខែដែលរូបភេទបានកូនស្រីគឺខែទី3ទី4ទី6ទី7ទី9ទី10និងទី12ហើយអាយុម្ដាយ39ឆ្នាំខែដែលរូបភេទបានកូនស្រីហ្នឹងគឺបានច្រើនក្នុងខែហ្នឹងគឺខែទី1ទី2 4 5 6ខែទី8និងខែទី11អាយុម្ដាយ40ឆ្នាំបាទខែដែលរូបភេទបានកូនស្រីហ្នឹងគឺខែទី4ទី6ទី8ទី10និងទី11អាយុ41ឆ្នាំខែរូបភេទបានកូនស្រីហ្នឹងគឺខែទី1ទី2ខែទី4បាទទី7ទី8ទី10និងទី12អាយុម្ដាយ42ឆ្នាំបាទខែដែលរូបភេទបានកូនស្រីហ្នឹងគឺខែទី2ទី3ទី9ហើយនិងទី11បាទអាយុម្ដាយ43ឆ្នាំបាទយើងថាខែរូបភេទបានកូនស្រីហ្នឹងខែទី1ខែទី3ខែទី4ខែទី8 9ហើយនិងទី10ដល់អាយុម្ដាយដល់44ឆ្នាំគឺអត្រាបានកូនស្រីរៀងច្រើនដែរគឺខែទី2ទី3ទី4ទី6ទី9និងទី11ហើយអាយុម្ដាយ45ឆ្នាំបាទខែដែលរូបភេទបានកូនស្រីហ្នឹងគឺ
ខែទី1ខែទី3ទី5ទី6ទី8ទី10ហើយនិងទី12បាទអញ្ចឹងតើតើនឹងអវត្តតាមក្បួនចិនហ្នឹងគឺអាចភាគរយបានច្រើនដែរហើយយើងមានវិធីមួយទៀតគឺវិធីបំរែបំរួលរបបអាហារបាទអញ្ចឹងតើតើវិធីបំរែបំរួលរបបអាហារគឺបរិភោគអាហារឲ្យសាបបាទកាត់បន្ថយញ៉ាំសាច់ប៉ុន្តែយើងអាចញ៉ាំយ៉ាអ៊ូសូកូឡានិងដំឡូងបារាំងបាទអញ្ចឹងអានេះគឺបណ្ដាដំឡូងបារាំងគឺយើងកំណត់អំបិលដែលញ៉ាំសាបហ្នឹងហើយនឹងផ្លែឈើដែលមានរសជាតិជូរបាទផឹកទឹកដោះគោកាហ្វេហើយនឹងតែមួយទៀតគឺតកតទៅនឹងរបៀបដូរទម្លាប់រស់នៅគឺភាគីបរោះយើងឃើញថាត្រូវស្លៀកសម្លៀកពាក់ដែលរឹបរឹបអាហ្នឹងគឺអាចទទួលបាននៅកូនស្រីអញ្ចឹងទាំងអស់ហ្នឹងគឺជាវិធីអនុវត្តតាមបែបធម្មជាតិដើម្បីយកកូនស្រីហ្នឹងបើសិនជាយើងអនុវត្តវិធីទាំងអស់ហ្នឹងហើយនៅតែមិនជោគជ័យបាទគឺជំរឿនចុងក្រោយគឺមានតែការបង្កកំណត់ក្រៅហើយនឹងដាក់កូនតែប៉ុណ្ណោះបាទអញ្ចឹងបើសិនជាប្រិយមិត្ត YouTube ទាំងអស់ដែលអ្នកដែលចង់បានកូនប្រុសកូនស្រីតាមបំណងប្រាថ្នាហ្នឹងយើងឃើញថាខាងប្រាសាទរីខ្ញុំផ្ដល់សេវាពិនិត្យប្រឹក្សាយកកូនតាមប្រាថ្នានៅក្នុងតម្លៃសមរម្យផងដែរបាទធ្វើការប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់รู้ទីតាំងយើងខ្ញុំយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR Code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR Code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទៅយ៉ាមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លងទ្វារវត្តមសង្សល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់តាំងខ្ញុំហើយឬក៏យ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺ MD Coxon Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel ខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអំណោយសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាបាទក៏ដូចជាទាក់ទងនឹងតែផ្សេងក្នុងផ្នែករោគស្ត្រីឬក៏តែផ្សេងទៀតនៅក្នុងជំងឺទូទៅផ្សេងទៀតក៏ដូចជាការយល់ដឹងអំពីវ៉ាក់សាំងបាទយ៉ាចូលក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំមកគឺ O dot ដក clear S អក្សរធំ U N N បាទដូចអក្សរស្រាប់បាទចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe ចឹងនៅពេលដែលយើង post លើក្រោយនឹងឃើញក្នុង YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូម